Muối bê bảy បាត់ដំបងកពតកំពុងសោមអីមើលថ្ងៃលិចហើយអស់ហើយនៅឡើយតែភ្នំបាក់ខែងអញ្ចឹងយើងត្រូវតែបំពេញបំណងឲ្យខ្លួនឯងដើម្បីទៅមើលថ្ងៃលិចនៅលើកំពូលប្រាសាទទាំងអស់គ្នាអូយដើរឡើងមកហត់តែឥឡូវប្រាសាទយើងឃើញហើយណាតោះអញ្ចឹងយើងចាប់ផ្ដើមធ្វើដំណើរឡើងទៅកំពូលគ្រាន់តែឡើងទៅដល់កំពូលប្រាសាទភ្លាមអូយខ្ញុំមានអារម្មណ៍ថារំភើបខ្លាំងមែនតើដោយសារតែឃើញមនុស្សច្រើនខ្លាំងទាំងជនជាតិកែទាំងជនជាតិខ្មែរនៅកោះកោដូចមានបនទៀនអីអញ្ចឹងកុំឲ្យខាតពេលយើងថតលេងតិចតិចទៅដោយសារតែមានថ្ងៃមកហើយតែថតរហូតដល់ម៉ោង6ជាងហើយណាមើលឆ្វេងមើលស្ដាំចាស់ទៅអស់លេងដោយសារតែគាត់ឃើញថាថ្ងៃលិចដែរតែលិចចូលពពកចឹងមានន័យថា fail តែមិនអីឥឡូវពួកយើងត្រឡប់ទៅផ្ទះវិញហើយក៏អត់ភ្លេចចូលទៅអិចធូបនៅលោកតាសុកនិងលោកតាផលដែរដើម្បីសុំសុខសុំសប្បាយពេលត្រឡប់ទៅផ្ទះវិញ